អូនធីតាកៅតើអូនព្រមទៅជាមួយបងទេអូនអាចធ្វើការសម្រេចចិត្តសារជាថ្មីបានណាត្បូងនេះនឹងជួយការពារអ្នកឲ្យអ្នកមានសំណាងល្អឈ្នះអស់មានសត្រូវហើយជួយព្យាបាលជំងឺបានទៀតផងរឿងព្រះបុត្រាពះស្បែកជ្រូកាលពីព្រេងនេះមាននគរដ៏រុងរឿងមួយគ្រប់គ្រងដោយព្រះមហាក្សត្រដ៏ពូកែអស្ចារ្យនោះគឺព្រះមហាក្សត្រមួយអង្គនិងព្រះមហេសីមួយអង្គផងដែរនៅក្នុងរាជវាំងព្រះមហេសីតើអូនទៅកសាលព្រៃជាមួយបងទេបងខានចូលព្រៃខាងក្រៅយូរហើយព្រះពរព្រះស្វាមីពេលនេះខ្ញុំម្ចាស់ពិតជាចង់ទៅកសាលព្រៃណាស់ប៉ុន្តែបុត្រារបស់យើងនៅតូចណាស់ខ្ញុំម្ចាស់មិនចង់ឲ្យទ្រង់នៅតែម្នាក់ឯងនោះទេព្រះពរក្នុងពេលនោះដែរអ្នកម្នាងក៏បានមានបន្ទូលបន្តទៀតថាព្រះអង្គម្ចាស់ខ្ញុំម្ចាស់នឹងទៅជាមួយទ្រង់ចោះខ្ញុំម្ចាស់ក៏ចង់ទៅណាស់ដែរទោះបុត្រខ្ញុំម្ចាស់នៅតូចមែនតែខ្ញុំម្ចាស់ពិតជាអនុញ្ញាតឲ្យបុត្ររបស់ខ្ញុំម្ចាស់ទៅជាមួយផងដែរណាព្រះពរបើអញ្ចឹងសូមអ្នកម្នាងរៀបចំសម្ភារៈសេនាភលៀងមកចុះចំណែកព្រះមហេសីសូមអូនថែបកាយផងណាបងនឹងវិលមកវិញឆាប់នេះហើយព្រះពរព្រះអង្គក្នុងពេលនោះដែរព្រះរាជាក៏បានចេញបញ្ជាឲ្យសេនារៀបចំដើម្បីទៅកាន់ព្រៃខាងក្រោយនៅព្រៃខាងក្រោយព្រះអង្គខ្ញុំម្ចាស់មិនដែលមកទីនេះទេព្រះពរខ្ញុំម្ចាស់ពិតជាសប្បាយព្រះតីខ្លាំងណាស់យើងក៏ដូចគ្នាដែរយើងខានយើងមកទីនេះយូរហើយម្យ៉ាងទៀតយើងក៏សប្បាយប្រតីដែរដែលមានអ្នកម្នាងមកជាមួយបែបនេះព្រះរាជាពិតជាស្រឡាញ់ព្រះមហេសីណាស់ហើយទ្រង់ក៏ស្រឡាញ់អ្នកម្នាងដែរទ្រង់ពុំដែលដឹងនោះទេថាអ្នកម្នាងមានល្បិចកលចង់កំចាត់ព្រះមហេសីនិងទ្រង់នោះឡើយព្រះអង្គខ្ញុំម្ចាស់នឹងថ្វាយព្រះកាយថ្វាយទាំងជីវិតបូជាជូនទ្រង់ខ្ញុំម្ចាស់សន្យាថាខ្ញុំម្ចាស់នឹងស្ម័គ្រស្មោះតែព្រះអង្គមួយគត់ណាព្រះពរយើងសប្បាយប្រតីណាស់ដែលឮបែបនេះអរគុណហើយណាអ្នកម្នាងក្នុងគ្រានោះដែរព្រះរាជាក៏បានចូលទៅសម្រាកក្នុងជំរំរីឯអ្នកម្នាងក៏បានគិតក្នុងចិត្តថាចាំមើលចោះយើងនឹងសម្លាប់ព្រះមហេសីនោះចោលចំណែកអបុត្រាតូចនោះក៏ត្រូវតែងាប់ដែរគិតបែបនោះហើយអ្នកម្នាងក៏មានបន្ទូលទៅកាន់សេនាម្នាក់ថាលោកសេនាសូមលោកមកទីនេះមួយផ្លេតមកយើងមានអ្វីនិយាយជាមួយលោកតើអ្នកម្នាងមានកិច្ចការអីដែរក្រាបទូលលោកសេនាសូមលោកលក្ខការនេះឲ្យចិត្តណាយើងមានរឿងចង់ឲ្យលោកជួយបុត្រយើងធំឡើងបន្តិចម្ដងហើយយើងចង់ឲ្យបុត្រយើងក្លាយជាអ្នកគ្រប់គ្រងនគរតែមួយអង្គប៉ុណ្ណោះចូលលោកជួយធ្វើកិច្ចការនេះឲ្យយើងតែកុំចាត់ព្រះមហេសីនិងបុត្រាអភ័យនោះចោលទៅយើងនឹងប្រទានទូនាទីដល់លោកក្លាយទៅជាមន្ត្រីជាន់ខ្ពស់ទូបង្គំដូចជាខ្លាចរឿងនេះណាព្រោះព្រះរាជាជាក្សត្រដែលពូកែមួយអង្គទូបង្គំខ្លាចរឿងនេះបែកការណាស់ក្រាបទូលលោកសេនាសូមលោកកុំបារម្ភអ្វីណាយើងគឺជាអ្នកម្នាងដែលស្អាតដាច់គេព្រះអង្គទុកចិត្តលើយើងណាយើងនឹងការពារលោកឲ្យដល់ទីបំផុតឲ្យតែលោកជួយធ្វើរឿងនេះបានល្អទៅក្រោយលើអ្នកម្នាងមានបន្ទូលបែបនោះហើយសេនាសប្បាយចិត្តជាខ្លាំងហើយក៏ព្រមធ្វើតាមបញ្ជារបស់អ្នកម្នាងចាប់តាំងពីពេលនោះមកក្រាបទូលអ្នកម្នាងទូបង្គំនឹងធ្វើរឿងនេះឲ្យបានល្អនិងអាចកំបាំងបំផុតមិនឲ្យនរណាម្នាក់បានដឹងទេបើដូច្នេះទូបង្គំសូមលាទៅរាជវាំងមុនហើយក្រាបទូលទៅចាស់លោកសេនាទៅធ្វើរឿងនេះឲ្យបានជោគជ័យណាលោកនឹងទទួលបានលៀបសក្ការៈច្រើនជាទីកប់ចិត្តមិនខាននោះទេដោយឮថាខ្លួននឹងទទួលបានលៀបសក្ការៈច្រើនលោកសេនាចិត្តក្បត់ក៏សម្ដៅទៅព្រះនគរយ៉ាងលឿនបំផុតនៅក្នុងព្រះនគរថ្វាយបង្គំព្រះមហេសីទូលបង្គំមកពីព្រៃវិញហើយក្រាបទូលហេតុអីបានជាលោកសេនាមកវិញលឿនយ៉ាងចឹងចុះព្រះអង្គទ្រង់មិនយាងមកវិញទេមែនទេព្រះអង្គមិនទាន់យាងមកវិញទេក្រាបទូលព្រោះទូបង្គំលោបលួចមកតែម្នាក់ឯងប៉ុណ្ណោះព្រោះទូបង្គំនឹងសម្លាប់ព្រះមហេសីចោលតើលោកសេនាកំពុងតែនិយាយអ្វីទៅលោកដឹងថាលោកកំពុងតែមានទោសធ្ងន់ដែរទេទូលបង្គំមិនខ្លាចមានទោសទេព្រោះទូបង្គំមានផែនការច្បាស់លាស់ណាស់សូមព្រះមហេសីកុំបន្ទោសទូបង្គំឲ្យសោះទូបង្គំមិនចង់ធ្វើជាសេនាធម្មតាទៀតនោះទេទូបង្គំចង់ក្លាយទៅជាអ្នកដែលមានអំណាចខ្លាំងនៅក្នុងនគរក្រោមស្ដេចមួយអង្គតែលើមនុស្សរាប់ម៉ឺននាក់លោកពិតជាមនុស្សថោកទាបមែនលោកមិនអាចសម្រេចបំណងបានឡើយទ្រង់ក៏មានបន្ទូលច្រើនទៀតអីសូមទ្រង់ទៅកាន់សុគតិភពចុះ
នៅក្នុងគ្រានោះដែរព្រះរាជាមិនគង់នៅព្រះនគរទេលោកសេនាក៏ធ្វើតាមបញ្ជារបស់អ្នកម្នាងសម្រាប់ព្រះមហេសីចោលក្នុងគ្រានោះតែម្ដងលើកលែងតែព្រះបុត្រាប៉ុណ្ណោះ សូមព្រះមហេសីកុំបន្ទោសទូលបង្គំនេះមកពីព្រះមហេសីមិនប្រទានឋានៈសម្រាប់ទូលបង្គំឲ្យបានល្អជាងនេះប៉ុណ្ណោះដូច្នេះទូលបង្គំមានតែធ្វើតាមបញ្ជាអ្នកម្នាងហើយ នៅក្នុងគ្រានោះដែរលោកសេនាបានព្យាយាមស្វែងរកព្រះបុត្រាដើម្បីសម្លាប់ទ្រង់ចោលតែព្រះបុត្រាជាក្មេងឆ្លាតម្នាក់ទ្រង់បានឃើញសកម្មភាពលោកសេនាសម្លាប់មេដារបស់ខ្លួនទ្រង់ពុំមានកម្លាំងអ្វីសោះព្រោះទ្រង់ពួនក្រោយវាំងនូនចិត្តឆឹងតែម្ដង យើងបានជោគជ័យមួយកម្រិតហើយ លោកសេនាបានជោគព្រះមហេសីទៅបោះចោលនៅកន្លែងមួយជាទីសម្ងាត់ចំណែកព្រះបុត្រាតូចក៏បានលបលួចតាមឃើញសពកិច្ចការតែទ្រង់មិនហ៊ានកម្រើកនឹងឮសម្លេងអ្វីទាំងអស់ក្នុងគ្រានោះព្រះបុត្រាតូចបានគិតក្នុងចិត្តថាព្រះមេដាឲ្យបុត្រសូមព្រះរាជទានទោសដែលបុត្រមិនអាចជួយព្រះមេដាបានព្រោះបុត្រនៅតូចពេកតែបុត្រសន្យាថានឹងសងសឹកជូនព្រះមេដាឲ្យទាល់តែបានចាំមើលចុះលោកសេនាអ្នកម្នាងបុត្រនឹងសងសឹកចំពោះពួកគេយ៉ាងស័ក្តិសមបំផុតលោកសេនាដោយរកមិនឃើញព្រះបុត្រាតូចសេនាដ៏អាក្រក់ម្នាក់នោះក៏បានសម្ដៅទៅជួបអ្នកម្នាងវិញយ៉ាងលឿននៅក្នុងព្រៃ អ្នកម្នាងទូលបង្គំបានធ្វើតាមការផ្ដួចផ្ដើមរបស់ទ្រង់អស់ហើយពេលនេះព្រះមហេសីបានសុគតឲ្យក្រាបទូល ល្អណាស់លោកសេនាចុះព្រះបុត្រាតូចនោះលោកសម្លាប់គេចោលហើយមែនទេ សូមព្រះរាជទានទោសអ្នកម្នាងព្រះបុត្រាបានកិច្ចខ្លួនបាត់ហើយទូលបង្គំរកមិនឃើញនោះទេក្រាបទូល មិនអីទេលោកសេនាតែលោកត្រូវតាមរកក្មេងនោះឲ្យឃើញកុំឲ្យវាចេញផុតពីព្រះរាជវាំងឲ្យសោះ សូមទទួលបញ្ជាអ្នកម្នាង ពេលមួយថ្ងៃទៅមួយថ្ងៃខែប្រែទៅជាឆ្នាំអស់រយៈពេលយ៉ាងយូរអ្នកម្នាងនិងលោកសេនាស្វែងរកព្រះបុត្រាពុំឃើញតតែសោះរីឯព្រះរាជាវិញកើតមានប្រតិយទុកព្រួយជាខ្លាំងច្រើនឆ្នាំហើយមិនដឹងថាក្មេងនោះវាទៅដល់ទីណាហើយទេព្រះបុត្រាបានចាក់ចេញពីព្រះរាជវាំងបាត់ទៅឆ្ងាយកន្លងទៅច្រើនឆ្នាំហើយព្រះបុត្រាក៏ពុំឃើញត្រឡប់មកវិញឡើយលុះមានពេលមួយ តើអ្នកម្នាងមិនប្រទានឋានៈដល់ទូលបង្គំទេមែនទេ ប៉ិតណាស់យើងនឹងធ្វើតាមសន្យាប៉ុន្តែលោកមិនឃើញទេមែនទេព្រះរាជាគង់នៅដដែលបើលោកចង់ឆាប់បានទូនាទីនោះលោកឆាប់សម្លាប់ព្រះរាជានេះចោលទៅ ពិតជាបានក្រាបទូល ឆ្លៀតឱកាសព្រះអង្គពិបាកប្រតិយសុខភាពចុះខ្សោយចូលលោកចាត់ការភ្លាមទៅយើងនឹងតែងតាំងបុត្រយើងជាស្ដេចហើយលោកក៏ក្លាយទៅជាមន្ត្រីធំបំផុតនៅក្នុងព្រះរាជវាំងផងដែរ បើអញ្ចឹងទូលបង្គំនឹងសម្លាប់ព្រះអង្គនៅក្នុងពេលនេះទៅចុះ ទៅចោះចូលលោកប្រយ័ត្នផងណាយើងនឹងបិទភ្នែកបិទត្រចៀកធ្វើមិនដឹងមិនលឺអំពីរឿងនេះ ទូលបង្គំនឹងធ្វើរឿងនេះឲ្យបានល្អបំផុតសូមអ្នកម្នាងទុកចិត្តចុះ អ្នកម្នាងនិងលោកសេនាដ៏អាក្រក់ក្រោយគិតឃើញគម្រោងការចុងក្រោយមួយនេះពួកគេក៏បានចាប់ផ្ដើមសកម្មភាពតែម្ដង សូមក្រាបថ្វាយបង្គំព្រះអង្គតើលោកសេនាមកទីនេះមានការអីទូលព្រះបង្គំរងចាំឱកាសនេះយូរហើយដល់ពេលហើយក្រាបទូលបង្គំគួរតែទទួលបានអ្វីដែលទូលបង្គំត្រូវការសូមព្រះអង្គទៅកាន់ទីដ៏ស្ងប់សុខចុះលោកសេនាកំពុងតែនិយាយពីរឿងអីហ្នឹងលោកដូចជាប្រហើនពេកហើយលោកនឹងត្រូវមានទោសហើយដឹងទេទូលបង្គំមិនខ្លាចមានទោសនោះទេព្រោះទូលបង្គំមានកម្លាំងខ្លាំងជាងព្រះអង្គដូច្នេះសូមព្រះអង្គខ្សែនៅក្នុងពេលនេះចុះឯងជាមនុស្សថោកទាបណាស់បើអញ្ចឹងឯងស្លាប់តែម្ដងទៅ ព្រះរាជានិងសេនាប្រយុទ្ធគ្នាយ៉ាងយូរតែដោយសារកម្លាំងព្រះរាជាខ្សោយជាងទើបទ្រង់ត្រូវសុគតក្រោមដៃលោកសេនាក្នុងគ្រានោះទៅ ប្រសើរណាស់ព្រះរាជាអង្គនេះសុគតហើយបើដូច្នេះគឺជាឱកាសរបស់យើងហើយយើងនឹងគ្រប់គ្រងនគរនេះឲ្យបានល្អបំផុតទោះបីជាយើងមិនអាចក្លាយទៅជាស្ដេចហោចណាស់យើងក៏ជាមនុស្សដែលមានអំណាចខ្លាំងអស្ចារ្យមានន័យថាក្រោមស្ដេចមួយអង្គតែយើងនៅលើមនុស្សរាប់លាននាក់ ចាប់តាំងពីពេលនោះមកសេនានិងអ្នកម្នាងក៏បានគ្រប់គ្រងនគរជំនួសព្រះរាជាចំណែកអ្នកម្នាងក៏បានលើកដំកើងព្រះបុត្រារបស់ខ្លួនក្លាយទៅជាក្សត្រវ័យក្មេងផងដែរនៅក្នុងរាជវាំងទីបំផុតអាចក្លាយជាព្រះរាជាហើយបុត្រពិតជាអង្អាចណាស់មេដាចង់ឃើញថ្ងៃនេះណាស់មេដាធ្វើជាស្រឡាញ់ព្រះរាជានេះអស់រយៈពេលយូរមកហើយ
ស្ដេចដល់ល្ងីល្ងើនោះមិនដឹងនោះទេថាបុត្រមិនមែនជាកូនរបស់ខ្លួន ព្រះមេដាទីបំផុតគម្រោងការរបស់ព្រះមេដាបានសម្រេចហើយស្ដេចខូខើនេះបានសម្លាប់បិតារបស់បុត្រឥឡូវមេដាបានជួយសងសឹកហើយ សន្យាណាបុត្រថាបុត្រនឹងគ្រប់គ្រងនគរនេះឲ្យបានល្អបំផុត កុំព្រួយប្រតិអីមេដាបុត្រសន្យាថាគ្រប់គ្រងឲ្យបានល្អបំផុត មេដាចង់ឃើញបុត្ររុងរឿងបែបនេះយូរមកហើយនេះគឺជាពេលវេលាដែលពួកយើងរងចាំមេដាសប្បាយប្រតិណាស់និយាយអំពីព្រះបុត្រាអភ័យវិញបានធំពេញវ័យទៅហើយរស់នៅក្នុងព្រៃជាមួយនឹងលោកតាចាស់ម្នាក់ ចៅអភ័យតាចាស់ណាស់ហើយក៏ចិត្តអស់ជីវិតទៅហើយចូលចៅប្រឹងប្រែងរស់នៅដោយខ្លួនឯងណាចៅត្រូវធ្វើជាមនុស្សល្អមិនត្រូវមានចិត្តកំហឹងខឹងគុំគួនឡើយដូច្នេះចៅនឹងមានសេចក្តីសុខ បាទលោកតាចៅដឹងហើយចៅនឹងខំធ្វើជាមនុស្សល្អប៉ុន្តែពេលនេះចៅនឹងព្យាបាលលោកតាឲ្យជាព្រោះចៅមានតែលោកតាម្នាក់ប៉ុណ្ណោះ ចៅកុំព្យាយាមអីតាចាស់ណាស់ទៅហើយតាអស់ពេលដែលត្រូវនៅជាមួយចៅតទៅទៀតហើយតែមុននឹងតាលាចាកលោកទៅតាមានរបស់មួយឲ្យចៅ តែជាអ្វីទៅលោកតា គឺជាស្បែកជ្រូកណាចៅយកស្បែកជ្រូកនេះទៅពាក់នៅពេលដែលចៅចង់លាក់ខ្លួនពីអ្វីមួយនោះគឺច្បាស់ជាគ្មាននរណាម្នាក់ដឹងថាជាចៅនោះទេស្បែកជ្រូកនេះនឹងធ្វើឲ្យចៅប្រែទៅជាសត្វជ្រូកបាន លោកតាអញ្ចឹងបើចៅចង់ក្លាយជាមនុស្សវិញចៅគ្រាន់តែដោះវាចេញចៅក៏ក្លាយទៅជាមនុស្សវិញហើយមែនទេ ពិតប្រាកដណាស់ចៅ បាទលោកតាចៅនឹងធ្វើតាមបណ្ដាំលោកតា លោកតាបានរៀបរាប់សពកិច្ចការអស់ហើយលោកតាក៏បានលាចាកលោកក្នុងពេលនោះទៅ លោកតាចៅមិនអស់ចិត្តសោះបើគ្មានលោកតាតើឲ្យចៅរស់នៅជាមួយអ្នកណាទេចៅពិបាកចិត្តណាស់ ចាប់តាំងពីពេលលោកតាលាចាកលោកទៅអភ័យក៏រសាត់អណ្ដែតតែតើក្នុងកន្លែងរស់នៅនិងទីព្រៃតែម្នាក់ឯងមានពេលមួយអភ័យក៏បានចូលទៅក្នុងព្រៃដើម្បីរកបេះផ្លែឈើនៅក្បែរដើមឈើដ៏ធំមួយ ខ្ញុំដូចជាឃ្លានខ្លាំងណាស់ខ្ញុំគួរតែបេះផ្លែឈើហូបសិនបើមិនហូបគ្មានកម្លាំងធ្វើដំណើរទៀតនោះទេ អភ័យបានខិតខំប្រឹងប្រែងបេះផ្លែឈើរហូតបានមួយចំនួនដោយសារតែគាត់ឆ្អែតខ្លាំងពេកគាត់ក៏បានសម្រាកនៅលើដើមឈើធំនោះតែម្ដង ខ្ញុំមិនចោះទៅវិញទេសុំសម្រាប់នៅលើដើមឈើនេះតែម្ដងចុះ ក្នុងគ្រានោះដែរស្រាប់តែមានសត្វស្វាមួយក្បាលបានបង្ហាញខ្លួននៅក្បែរដើមឈើនោះរួចបាននិយាយថា អាយ៉ាដើមឈើធំនេះដូចជាមានផ្លែឈើច្រើនណាស់បាទដូច្នេះអញគួរតែឡើងបេះភ្លាមទៅប៉ុន្តែអញឡើងមិនរួចទៅ នៅពេលដែលសត្វស្វានិយាយបែបនោះបានធ្វើឲ្យអភ័យភ្ញាក់ពីដំណេកក្រឡេកមើលឃើញថាស្វានោះមានត្បូងចម្លែកនៅនឹងក្បាលរបស់វាពេលនោះអភ័យក៏បាននិយាយថា សួស្ដីបងស្វាចង់បេះផ្លែឈើមែនទេមិនបាច់ឡើងមកទេចាំខ្ញុំបេះជូនបងចុះណា ពិតដែរទេតើអ្នកជាអ្នកណាបានជាមកដល់ទីនេះគួរឲ្យខ្លាចណាស់ហេតុអីបានជាអ្នកមិនខ្លាចបែបនេះអូមែនហើយខ្ញុំកំពុងតែឃ្លានខ្លាំងណាស់បាទដូច្នេះសូមអ្នកឲ្យផ្លែឈើនោះមកខ្ញុំខ្លះមកត្បិតអីខ្ញុំជាសត្វស្វាតែខ្ញុំឡើងមិនបានទេ តើមានរឿងអីបានជាបងស្វាមិនអាចឡើងបានដូច្នេះវាជារឿងចម្លែកណាស់ដែលសត្វស្វាមិនអាចឡើងលើដើមឈើបាននោះ មែនហើយដោយសារតែខ្ញុំមានត្បូងនៅលើក្បាលខ្ញុំមានត្បូងនេះខ្ញុំមិនអាចលោតមិនអាចឡើងលើដើមឈើបានទេគ្រាន់តែថាត្បូងនេះមានថាមពលពិសេសជួយការពារពីបិសាចទាំងឡាយបានខ្ញុំមិនអាចដោះវាចេញបានទេហើយខ្ញុំក៏មិនចង់ប្រើប្រាស់វាដែរព្រោះខ្ញុំពិបាកនៅក្នុងការហក់លោតណាស់ ពិតជារឿងចម្លែកមែនដែលស្វាមានត្បូងនៅលើក្បាលហើយមិនអាចហក់លោតបែបនេះបានបើអញ្ចឹងសូមបងស្វាទទួលផ្លែឈើនេះចុះណា អរគុណហើយខ្ញុំកំពុងតែចាំទទួលសូមទម្លាក់ផ្លែឈើមកចុះ
ក្នុងគ្រានោះអភ័យក៏បានផ្ដល់ផ្លែឈើជូនស្វាជាច្រើនហើយក៏បានធ្វើឲ្យសត្វស្វានោះរីករាយជាខ្លាំង អរគុណហើយអ្នកកំឡោះអ្នកបេះត្បូងចេញពីក្បាលខ្ញុំផងបានទេព្រោះអ្នកជាមនុស្សល្អមានតែមនុស្សល្អទេដែលអាចយកត្បូងនេះចេញពីក្បាលខ្ញុំបាន បានខ្ញុំនឹងជួយបងស្វាចុះ អភ័យបានបេះត្បូងជាប់នឹងក្បាលរបស់សត្វស្វាធ្វើឲ្យសត្វស្វាមានសេរីភាពចាប់តាំងពីពេលនោះមកដោយសេចក្តីដឹងគុណសត្វស្វាក៏បាននិយាយទៅកាន់អភ័យថា អ្នកមានគុណអ្នកយកត្បូងនេះចុះត្បូងនេះនឹងជួយការពារអ្នកឲ្យអ្នកមានសំណាងល្អឈ្នះអស់មានសត្រូវហើយជួយព្យាបាលជំងឺបានទៀតផង ខ្ញុំសូមអរគុណឲ្យបងស្វាដែលបងបានបកគលត្បូងនេះដល់ខ្ញុំសំណាងល្អណាស់ខ្ញុំលាហើយ សត្វស្វាមានសេរីភាពដោយសារទឹកចិត្តល្អរបស់អភ័យរីឯអភ័យក៏បានធ្វើដំណើររហូតដល់រូងភ្នំធំមួយព្រមទាំងជាទីលំនៅបិសាចប្រជាផងដែរនៅក្បែររូងភ្នំ ហើយធ្វើដំណើរយូរហើយខ្ញុំអស់កម្លាំងណាស់ខ្ញុំគួរតែសម្រាកនៅក្នុងរូងភ្នំនេះមួយយប់សិនទៅបាន អភ័យមិនទាន់បានសម្រេចចិត្តថានឹងអង្គុយដើម្បីយកកម្លាំងក្បែររូងភ្នំផងស្រាប់តែមានបិសាចប្រជាដ៏អាក្រក់មួយបានបង្ហាញខ្លួនចេញមក តើឯងមកទីនេះធ្វើអីអូល្អខ្លាំងណាស់យើងចង់បានចំណីយូរមកហើយយើងតាមរកមនុស្សអស់ពេលជាច្រើនឆ្នាំទីបំផុតក៏មានមនុស្សមកដល់ទីនេះអរគុណហើយណាចំណីដ៏ឆ្ងាញ់របស់យើងមិនបានទេអញមិនអាចស៊ីយើងបានទេព្រោះយើងមានភារកិច្ចត្រូវធ្វើអញមិនអាចធ្វើរឿងខុសខើមកលើយើងបានទេអូទេតើមនុស្សនេះកំពុងតែតវ៉ាសុំសេចក្តីរស់មែនទេទោះជាអញសុំយ៉ាងណាក៏ដោយយើងមិនអាចឲ្យឯងរួចខ្លួនបាននោះទេយើងនឹងស៊ីឯងនៅក្នុងពេលឥឡូវនេះបើឯងនៅតែចង់ស៊ីយើងទៀតយើងក៏មិនលើកលែងឲ្យឯងដែរ មិនចាំយូរបិសាចប្រជាអន្តេសាក្នុងការជញ្ជក់ឈាមមនុស្សវាក៏បានហោះទៅខំអភ័យតែអភ័យមានត្បូងរបស់ស្ដេចស្វាត្បូងនោះបានធ្វើឲ្យបិសាចមានរបួសភ្លាមៗ អាយអូយឈឺណាស់ឯងមានអ្វីពិសេសមែនទេមែនហើយនេះគឺជាត្បូងទឹកដែលជួយការពារខ្លួនបានឯងមិនអាចធ្វើអីយើងបានទេផ្ទុយទៅវិញឯងទេដែលត្រូវវិនាសនោះយើងឈឺចាប់ណាស់យើងឈឺចាប់ណាស់អូយ បន្ទាប់ពីបិសាចត្រូវរបួសមិនយូរវាក៏ត្រូវបានរលាយស្លាប់ភ្លាមៗក្នុងពេលនោះទៅ ឲ្យយើងសុំទោសផងណាបិសាចបជាវតែយើងគ្មានជំរើសទេយើងមានតែធ្វើបែបនេះប៉ុណ្ណោះដើម្បីការពារខ្លួនឯង ចាប់តាំងពីពេលនោះមកអភ័យក៏បានសម្រាកនៅក្នុងរូងភ្នំអស់មួយរយៈហាត់វិជ្ជាគុណហាត់វិជ្ជាសិលដើម្បីទៅសងសឹកនឹងក្រុមពួកក្បត់2ឆ្នាំក្រោយមក យើងប្រហែលជាដល់ពេលត្រូវត្រឡប់ទៅនគរដើម្បីសងសឹកឲ្យមើលទៅ អភ័យបំរុងនឹងត្រឡប់ទៅវិញប៉ុន្តែគ្រានោះស្រាប់តែមាននារី2នាក់បានដើរចូលមកនោះគឺជាធីតាមាសធីតាកែវយើងមកដល់ឆ្ងាយហើយតែយើងធ្វើដំណើរបន្តទៅមុខទៀតដែរមែនទេបងខ្ញុំមិនដែលមកទីនេះសោះដើម្បីព្យាបាលរបួសម៉ែមានតែខំព្រោះគាត់ឈឺធ្ងន់ណាស់បើយើងមិនរកថ្នាំនោះទេម៉ែមុខជាស្លាប់មិនខានអភ័យឃើញនារីដ៏ស្រស់ស្អាតទាំងពីរហើយគាត់មានសេចក្តីស្រឡាញ់ជាខ្លាំងតែគាត់មិនចង់ឲ្យពួកគេដឹងពីការពិតឡើយគាត់បានយកស្បែកជ្រូកមកគ្របលើដងខ្លួនដើម្បីឲ្យខ្លួនคล้ายទៅជាសត្វជ្រូកមួយក្បាលធីតាមាសទីនោះមានផ្កាល្អនិងឫសឈើល្អណាស់ខ្ញុំគួរតែដកមើលសិនអភ័យคล้ายទៅជាសត្វជ្រូកហើយគាត់ក៏បានដើរសម្ដៅទៅរកធីតាកែវមុនជួបនឹងធីតាមាស អ្នកនាងតើអ្នកនាងកំពុងទៅរកអីនៅទីនេះអ្នកនាងមិនខ្លាចមានគ្រោះថ្នាក់ទេមែនទេ ធីតាកែវជាមនុស្សដែលមានទឹកចិត្តល្អប្រពៃជាងធីតាមាសនាងគឺជាកូនចិញ្ចឹមរបស់ម្ដាយធីតាមាសហើយនាងជាក្មេងស្រីដែលមានទឹកចិត្តល្អប្រពៃជាងគេនៅក្នុងភូមិសត្វជ្រូកតើឯងកំពុងតែនិយាយមែនទេដូចជាចម្លែកណាស់យើងមិនដែលឃើញជ្រូកណាចេះនិយាយនោះទេ ពិតណាស់យើងគឺជាសត្វជ្រូកដែលអាចនិយាយបាននាងមកទីនេះដើម្បីរកថ្នាំមែនទេ
មែនហើយបងជ្រូកខ្ញុំមកនេះដើម្បីស្វែងរកថ្នាំព្យាបាលម្ដាយរបស់ខ្ញុំគាត់មានទុក្ខជាទម្ងន់ឈឺខ្លាំងណាស់បើខ្ញុំមិនជួយគាត់ទេគាត់មុខជាស្លាប់មិនខានឡើយស្របពេលដែលធីតាកៅកំពុងតែជជែកគ្នាជាមួយនឹងអភ័យដែលប្រែជាសត្វជ្រូកនោះធីតាមាសក៏បានដើរចូលមកល្មមតើឯងកំពុងនិយាយជាមួយអ្នកណាឬមួយក៏ឯងឈួតហើយមែនទេបានជានិយាយជាមួយជ្រូកបែបនេះខ្ញុំមិនបានឈួតទេណាបងសត្វជ្រូកនេះពិតជាអាចនិយាយបានមែនសត្វជ្រូកនេះអាចនិយាយបានបែបនេះមុខជាសត្វជ្រូកដែលមានសំណាងឬក៏ជាសត្វជ្រូកទេវតាមិនខានទេបើបែបនោះមែនណាជ្រូកនេះមុខជាអាចនាំពួកយើងទៅរកថ្នាំជួយម៉ែបានហើយនេះឯងឈួតហើយហ៎នៅក្នុងព្រៃបែបនេះសត្វជ្រូកដែលអាចនិយាយបានមុខជាបិសាចមិនខានទេឆាប់កិច្ចទៅឲ្យលឿនទៅតែខ្ញុំមិនគិតអញ្ចឹងទេព្រោះខ្ញុំបានលើសត្វជ្រូកនេះនិយាយសម្លេងរបស់គេពីរោះណាស់ដូចជាព្រះអង្គម្ចាស់យ៉ាងអញ្ចឹងមិនហើយខ្ញុំមិនមែនជាបិសាចឬក៏ជាខ្មោចនោះទេខ្ញុំគឺជាជ្រូកនាំសំណាងអ្នកទាំងពីរបើចង់ឲ្យម្ដាយអ្នកទាំងពីរជាសះស្បើយក្នុងចំណោមអ្នកទាំងពីរអ្នកណាក៏បានដែរយកខ្ញុំជាប្តីទៅខ្ញុំនឹងជួយអ្នកទាំងពីរឯងថាម៉េចឯងគឺជាសត្វជ្រូកហ៎ឲ្យយើងយកឯងធ្វើជាប្តីបានយ៉ាងម៉េចទៅធីតាកៅនាងឯងគឺជាកូនចិញ្ចឹមមានមុខមាត់អាក្រក់រូបរាងមិនស្អាតនាងស័ក្តិសមជាមួយជ្រូកនេះហើយឆាប់យកវាធ្វើប្តីភ្លាមទៅធីតាមាសគឺជាបងស្រីដែលមានទឹកចិត្តកាចនិងមិនល្អដូចជាធីតាកៅនោះទេមើលចោះនាងបានបង្ខំឲ្យធីតាកៅយកជ្រូកធ្វើជាប្តីដើម្បីឲ្យជ្រូកនោះជួយជីវិតម្ដាយរបស់ខ្លួនមិនអីទេបងធីតាមាសខ្ញុំចូលជ្រូកធ្វើជាប្តីក៏បានដែរឲ្យតែម្ដាយរបស់យើងបានសប្បាយបងជ្រូកឯងខ្ញុំព្រមចូលបងធ្វើជាប្តីតើបងអាចជួយម្ដាយរបស់ខ្ញុំឲ្យជាសះស្បើយបានទេមែនហើយបងពិតជាអាចជួយអូនបានឲ្យតែអូនមិនក្បត់សន្យាបើដូច្នេះពួកយើងរៀបការនៅទីនេះតែម្ដងទៅល្អណាស់ពួកឯងរៀបការតែម្ដងទៅចាំយើងធ្វើជាមេបាឲ្យណាជ្រូកជាប្តីរបស់នារីដែលមានរូបអាក្រក់ពិតជាសមគ្នាមែនមិនអីទេរៀបការនៅទីនេះក៏បានដែរហើយសូមអូនទៅជាមួយបងចុះចំណែកធីតាមាសចូលអ្នកយកត្បូងនេះទៅព្យាបាលអ្នកមីងដែលជាម្ដាយចុះគាត់នឹងជាសះស្បើយមិនខានបងម៉ែជីខ្ញុំសប្បាយចិត្តណាស់បងនេះគឺជាខសន្យារវាងយើងទាំងអស់គ្នារៀបការហើយអូនធីតាកៅមិនអាចទៅផ្ទះវិញបានទេមែនហើយជ្រូកចូលអញយកធីតាកៅទៅឲ្យឆ្ងាយពីយើងទៅយើងមិនត្រូវការនាងនេះទេសម្បត្តិត្រឹមតែជាកូនចិញ្ចឹមសោះគ្មានបានការអីផងតែនៅឲ្យឆ្ងាយកាន់តែល្អអូនធីតាកៅតើអូនព្រមទៅជាមួយបងទេអូនអាចធ្វើការសម្រេចចិត្តសារជាថ្មីបានណាអភ័យបានស្រឡាញ់ធីតាកៅបាត់ទៅហើយដោយសារតែចិត្តល្អរបស់នាងអភ័យពិតជាចង់នៅក្បែរធីតាកៅជាខ្លាំងដើម្បីជួយម៉ែខ្ញុំព្រមទៅជាមួយបងចោះទោះបីជាបងមានរូបរាងបែបណាក៏ដោយនេះគឺជាព្រំលិខិតឲ្យមកទៅនោះបានជាឲ្យពួកយើងបានជួបគ្នាអូនមិនស្ដាយក្រោយទេដែលបានបងធ្វើជាប្តីតែអូនសប្បាយចិត្តទៅវិញតែពីព្រោះម្ដាយរបស់អូនបានជាសះស្បើយថែមទៀតផងបើអញ្ចឹងឲ្យត្បូងមកហើយពួកឯងទៅឆ្ងាយទៅមែនហើយសូមយកត្បូងនេះចុះហើយអ្នកទៅផ្ទះវិញម្ដាយអ្នកនឹងជាសះស្បើយមិនខានអូនធីតាកៅសូមអូនទៅជាមួយបងនឹងនាំអូនទៅជាមួយគ្នាហើយបងនឹងមើលថែអូនឲ្យបានល្អចាប់តាំងពីពេលនោះមកអភ័យដែលបានពាក់ស្បែកជាសត្វជ្រូកក៏បាននាំធីតាកៅទៅឆ្ងាយបាត់ទៅនៅតាមផ្លូវអូនធីតាកៅតើអូនមិនស្ដាយក្រោយទេមែនទេដែលមានបងជាសត្វជ្រូកធ្វើជាប្តីបែបនេះអូនមិនស្ដាយក្រោយទេព្រោះអូនបានប្រាប់បងហើយអូនសប្បាយចិត្តណាស់ដែលម្ដាយរបស់អូនបានជាសះស្បើយអូនពេញចិត្តបម្រើបងជានិច្ចបើទោះបីបងមានរូបរាងជាអ្វីក៏ដោយបងអរគុណហើយអូនគឺជានារីល្អបំផុតនៅក្នុងលោកអូនជានារីដែលមានចិត្តកតញ្ញូកតវេទីមានចិត្តស្មោះស្ម័គ្រជាមួយស្វាមីបងពិតជាមានសំណាងខ្លាំងណាស់ដែលមាននារីល្អបែបនេះនៅក្នុងបេះដូងបងដោយឃើញថាធីតាកៅជាមនុស្សស្មោះត្រង់ស្រឡាញ់ទឹកចិត្តជាងរូបសម្បត្តិខាងក្រៅអភ័យក៏បានដោះស្បែកជ្រូកចេញតើមានរឿងអ្វីទៅតើជ្រូកបាត់ទៅណាហើយឬមួយក៏បងកុហកអូនមែនទេមែនហើយឲ្យបងសុំទោសផងណាបងធ្វើបែបនេះព្រោះបងចង់ដឹងថាតើបងបានជួបនឹងនារីដែលល្អបំផុតនៅក្នុងโลกនេះហើយនៅសូមលើកលែងទោសឲ្យបងផងណាដែលបងកុហកអូនតែអ្វីដែលបងមិនកុហកអូននោះ
គឺបងសន្យាថាបងនឹងស្រឡាញ់អូនអស់មួយជីវិតសូមអូនកុំបារម្ភអី ចាបងអូនមិនខឹងនឹងបងទេបងធ្វើនេះព្រោះតែបងមានមូលហេតុអូនយល់ហើយ តែបងពេលនេះគឺមានរឿងមួយគឺបងត្រូវទៅធ្វើរឿងនេះដើម្បីសងសឹកជូនមេដាបៃតារបស់បង តើបងគឺជាព្រះបុត្រាមែនទេ គឺជាការពិតណាស់បងជាបរិជ្ជបុត្រានៃនគរដ៏រុងរឿងមួយប៉ុន្តែអ្នកម្នាងនិងបុត្ររបស់ទ្រង់បានសម្លាប់ព្រះបិតានិងមេដារបស់បងបាត់ទៅហើយដូច្នេះបងត្រូវទៅដណ្ដើមយកមកវិញសូមអូនទៅជាមួយបងទេ បានអូននឹងនៅជាមួយបងជួយបងគ្រប់ពេលវេលាអូននៅក្បែរបងលើកទឹកចិត្តបងគ្រប់ពេលវេលាណាដឹងរឿងសពគ្រប់អស់ហើយអភ័យក៏បាននាំធីតាកែវទៅកាន់ព្រះនគរដើម្បីធ្វើការបដូររលំស្ដេចអាក្រក់និងអ្នកម្នាងចិត្តខូខើហើយពេលធ្វើដំណើរមិនយូរពួកគេក៏បានទៅដល់ព្រះបរមរាជវាំងនៅព្រះបរមរាជវាំង តើលោកឯងជានរណាបានជាមកដល់ទីនេះយើងគឺជាព្រះបុត្រានៃនគរនេះយើងមកនេះគឺដើម្បីសងសឹកដូច្នេះឯងត្រូវចុះចេញពីបរិជ្ជបល្ល័ង្កភ្លាមឯងគិតថានឹងយកឈ្នះយើងបានមែនទេយើងនឹងសម្លាប់ឯងនៅក្នុងពេលឥឡូវនេះយើងមិនខ្លាចឯងទេត្បិតអីឯងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះយើងទៅវិញទេដែលជាបរិជ្ជបុត្រាពិតប្រាកដដូច្នេះសូមឯងទទួលយកចុះ ក្នុងពេលនោះដែរក៏មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងលុះប្រយុទ្ធបានមួយសន្ទុះអ្នកម្នាងខូខើនិងសេនាកំណាតក៏បានមកដល់ល្មមតើឯងគឺជាអាក្មេងនោះមែនទេសូមសម្លាប់អាក្មេងនោះចោលទៅកុំឲ្យវាដណ្ដើមរាជបានឲ្យសោះលោកសេនា ក្រាបទូល អភ័យបានឃើញអ្នកម្នាងនិងសេនាហើយកាន់តែខឹងជាខ្លាំងអភ័យបានប្រើវេទមន្តស្បែកជ្រូកសម្លាប់ព្រះរាជាចក្រីសេនានិងអ្នកម្នាងបណ្ដាលឲ្យមានរបួសមួយរំពេង អូយអូយពមេដាជួយបត់ផងពមេដាបត់ឈឺណាស់អូយ ឯងហ៊ានធ្វើបាបបុតយើងមែនទេងាប់ទៅអភ័យបានប្រើវេទមន្តស្បែកជ្រូកសម្លាប់អ្នកម្នាងមួយរំពេចហើយក្នុងពេលនេះគ្រប់គ្នាដែលជាជនក្បត់មិនថាព្រះបុត្រាចក្រីអ្នកម្នាងនិងសេនាសុទ្ធសឹងតែរលាយក្នុងដៃរបស់អភ័យទាំងអស់ព្រះបុត្រាឈ្នះហើយ បងពិតជាពូកែមែន ពេលនេះអស់អីហើយអូនបងបានសម្រេចបំណងព្រះបិតាពមេដាវិញហើយបងនឹងគ្រប់គ្រងនគរនេះឲ្យបានល្អបំផុតហើយបងស្រឡាញ់អូនជាទីបំផុតផងដែរពួកយើងនឹងរស់នៅទីនេះយ៉ាងសុខសាន្តណាអូនណា មែនហើយបងប្រជារាស្ត្រកំពុងតែត្រូវការបងអញ្ចឹងហើយពួកគេច្បាស់ជាសប្បាយចិត្តហើយនៅពេលដែលដឹងថាបងគឺជាព្រះរាជាពិតប្រាកដដែលបានត្រឡប់មកវិញ មែនហើយចាប់ពីពេលនេះតទៅយើងនឹងគ្រប់គ្រងនគរនេះឲ្យបានល្អបំផុត ចាប់តាំងពីពេលនោះមកព្រះបុត្រាក៏បានគ្រងរាជសារជាថ្មីជំនួសព្រះបិតារបស់ទ្រង់ហើយរស់នៅជាមួយនឹងធីតាកែវយ៉ាងសុខសាន្ត